បាទសួស្តីបងប្អូនអរគ្នាពេលនេះខាងភាគីថៃគឺវាចង់លេងច្បាប់អាញាសឹកមកលើភូមិជោគជ័យរបស់ប្រទេសកម្ពុជាយើងហើយគឺវាបានលើកបដាធំកំណត់ត្រឹមថ្ងៃទី10ខែតុលានេះដើម្បីបណ្ដេញប្រជាជនដែលរស់នៅក្នុងភូមិព្រៃចានហ្នឹងឲ្យចេញបើសិនជាមិនចេញទេគឺពួកវានឹងប្រើធរក្តៅឲ្យបងប្អូនអញ្ចឹងទេបងប្អូនជួយ share ព័ត៌មាននេះឲ្យពិភពលោកបានដឹងផងអំពីអង្គើឈ្លានពានរបស់ចៅសៀមនៅពេលនេះដោយពេលនេះគឺវាចង់ប្រើច្បាប់អាញាសឹកច្បាប់នៅក្នុងប្រទេសថៃហ្នឹងចង់ប្រើមកលើប្រជាពលរដ្ឋរបស់យើងនៅក្នុងទឹកដីរបស់យើងនេះអញ្ចឹងទេសូមអន្តរជាតិជួយពិនិត្យមើលទៅលើរឿងនេះផងណាទៅលើរឿងនេះផងឥឡូវខាងភាគីកម្ពុជារបស់យើងគឺលោកកំពុងតែប្តឹងតវ៉ាទៅកាន់ប្រទេសថៃដែលកំពុងតែចង់ប្រើច្បាប់អាញាសឹកមកលើខាងភាគីរបស់កម្ពុជាយើងនេះបងប្អូនអញ្ចឹងទេរឿងនេះគឺខាងថៃគឺវាក៏ឃ្លឿនមែនតើបងប្អូនគឺវាក៏ឃ្លឿនមែនតើគឺវាលើកបដាធំតែម្ដងខាងអភិបាលខេត្តស្រះកែវតែតាមពិតទៅមិនមែនជាទង្វើរបស់លោកអភិបាលខេត្តដល់ស្រះកែវហ្នឹងទេបើតាមយើងគិតមើលទៅគឺទង្វើទាំងអស់នេះគឺសុទ្ធតែជាអំពើរបស់ខាងយោធារបស់ថៃតែប៉ុណ្ណោះគេហៅថាអាដាមអភិបាលខេត្តស្រះកែវរបស់ថៃហ្នឹងគ្រាន់តែគេបញ្ជាឲ្យធ្វើនេះធ្វើនោះទេតែបើថារឿងពិតប្រាកដផ្ទៃក្នុងនោះគឺជារឿងគឺជាការទទួលខុសត្រូវរបស់ពួកយោធារបស់ថៃទេបងប្អូនអញ្ចឹងទេនេះគឺជាព័ត៌មានមួយពាក់ព័ន្ធជាមួយនឹងការរំលោភបូរណភាពទឹកដីរបស់យើងជាខាងវាកំពុងតែគេហៅថាចង់បណ្ដេញប្រជាពលរដ្ឋយើងត្រឹមថ្ងៃទី10ខែតុលានេះដើម្បីឲ្យចេញបើមិនចេញទេគឺវានឹងប្រើច្បាប់អាញាសឹកណាផ្សេងមកលើប្រជាពលរដ្ឋរបស់យើងហើយពួកយើងគឺនៅក្នុងទឹកដីរបស់យើងនឹងទៀតអញ្ចឹងទេយើងនឹងរងចាំមើលទាំងអស់គ្នាទៅមើលថាតើពួកវាហ៊ានធ្វើទង្វើបណ្ដេញប្រជាពលរដ្ឋរបស់យើងចាក់ចេញពីលំនៅឋានដូចវាបានលើកឡើងនេះឬក៏អត់ដោយសារឥឡូវនេះពួកវាកំពុងតែផ្កើនខ្លាំងមែនតើហើយបងប្អូនបាទគឺវាផ្កើនខ្លាំងមែនតើហើយដោយនៅក្នុងថ្ងៃនេះគឺពួកវាបានលើកបដាសរសេរអក្សរធំតែម្ដងណាដោយវាសរសេរថានឹងបណ្ដេញប្រជាពលរដ្ឋរបស់យើងត្រឹមកំហិតត្រឹមថ្ងៃទី10ខែតុលាបើសិនជាមិនចេញទេពួកវានឹងប្រើច្បាប់អាញាសឹកដើម្បីបណ្ដេញប្រជាពលរដ្ឋរបស់យើងឲ្យចាក់ចេញពីលំនៅឋានដែលនៅក្នុងទឹកដីរបស់យើងនេះទៀតចឹងទេបើសិនជាវាហ៊ានធ្វើមែននោះយើងនឹងដឹងថានឹងមានរឿងអ្វីកើតឡើងហើយបងប្អូនវាអាចមានផ្ទុះអាវុធឬក៏អាចនឹងមានសង្គ្រាមមួយសារទៀតក៏អាចថាបានដែរដោយសារនេះគឺជាទឹកដីគឺជាបូរណភាពទឹកដីរបស់យើងគឺវាមិនអាចប្រើសិទ្ធិប្រើច្បាប់អាញាសឹកក្នុងប្រទេសវាណាមកធ្វើទង្វើថោកទាបបែបនេះនៅលើទឹកដីរបស់យើងបាននោះទេបងប្អូនគឺយើងប្រើច្បាប់អន្តរជាតិប្រើយន្តការផ្សេងអស់ហើយប៉ុន្តែបើសិនជាវានៅតែបំពេញទាំងមិនញញើតដូចនេះអញ្ចឹងបងប្អូនត្រូវប្រុងប្រយ័ត្នខ្ពស់ឲ្យបានមែនទែនអញ្ចឹងសង្គ្រាមគឺវាអាចនឹងផ្ទុះមួយសារទៀតក៏អាចថាបានដែរបើសិនជាវានៅតែបន្តទន្ទ្រានមកលើយើងបែបនេះឥឡូវនេះគឺវាអត់មានញញើតនឹងអ្វីទេវាសពតែលើកបដាលើកអីណាបង្ហាញទៅកាន់ប្រជាជនដែលរស់នៅតំបន់នោះឲ្យឃើញវាសិតតែលើកផ្លាកលើកអីចឹងអញ្ចឹងសួរថាតើបើសិនជាយើងទាំងអស់គ្នានេះតើយើងសុខចិត្តចេញពីតំបន់នោះអត់ដោយសារយើងរស់នៅទីនោះរាប់សិបទសវត្សរ៍មកហើយជាទឹកដីរបស់យើងណាហើយវាគឺវាថាទឹកដីនោះគឺជាទឹកដីរបស់វាទៅវិញអញ្ចឹងតើបងប្អូនគិតថាយើងគួរទទួលយកបានឬអត់អញ្ចឹងទេគឺវាអាចនឹងផ្ទុះមួយសារទៀតហើយនៅពេលនេះយើងនឹងរងចាំមើលថាតើចំណាត់ការរបស់ប្រមុខថ្នាក់ដឹកនាំរបស់យើងទៅលើទង្វើដ៏ថោកទាបយងខ្នងបែបនេះពីសំណាក់ពួកយោធាថៃនេះតើលោកនឹងដោះស្រាយយ៉ាងដូចម្ដេចដោយសារឥឡូវយើងកំពុងតែមានការទូតច្រើនមែនទែនយើងកំពុងតែទំនាក់ទំនងអន្តរជាតិហើយអន្តរជាតិក៏ដឹងអំពីសាវតាសាច់រឿងនេះអស់ហើយឥឡូវនេះគឺវាចង់ទន្ទ្រានយកផ្ទាល់តែម្ដងជាលើកទី2ទៀតហើយអញ្ចឹងទេ
dương sừng khâm tha rương đi nâng mình ai cao lao từ cho rồi dương mình trong ban cả bằng hồi chiêm tiệp đúng thế cứ dương trong ban tại son tập hiệu hỏi son tập hiệu là bao dương cứ mình men cao lao đời ca chọc chanh sọc chất đọt thôi ở phụ vía ban chất bọt dục đây là bao dương sạch cái chất đúng thế son tập hiệu là bao dương cứ cao chanh pi cầm lãng to su có to su rồi viên thằng đất non rồi viên chi chôn rồi viên bong bong con cầm lãng chia thể hiên chu mục cứ cao lao bị ca sa mà ký phiếp nó không một tê mình ao bắt đây sông bay mùi lim mùi mi lì mai đúng thế bằng còn bạc sau một cồn